đầu hôn châu chặt trai chồng hồi ná nhằm tư trai ní sẵn ổn na mặc thì sao thế khiêm nhằm con này giá chặt nhằm tư ấy bắt chợ chàn nè lẹ khăn pro mà vĩnh cứ trong thưa à kẹt để dụ sân chôn mềm tí mà lúc đó thưa miệng ta ai mà trong khai chỉ mà chặt con sân chôn tiền mà hai ta lướt lúc mình lò tì ấy nơi mình nè dưỡng ở tầm này à kẹt để dụ rong nơi cầm hôn cầm sàn ai đi từ anh sân chạp đam pt nụ tên à cái này dụ khiêm để được trong pram cầm hôn cầm sàn ai đi khai kỳ chôn chẹt kẹt để dụ ấy chẳng ai đầu hôn tật phơi cồn trái được bọc kỳ chôn mềm tế đầu hôn trên nét xong một đoạn sòng quân sòng chôn ná rừng ai trong bàn phía hôn pram phía rồi tục thay dương bàn lư từ chốc con tài ai promแต่ lọt mà cầm hôn phơi ca dưỡng trái phía hôn đòi ai xôn cái pram phía rồi nơi thay khu cầm ai rồi nằm pram mê thì đi chung tới bàn hơi à cái này dụสำหรับkhiêm sân មួយភាគរយថាខ្លះសូនរបៀប5%ហូរហែកពេកហើយដល់ហ៊ុននៅក្មេងផងមកភាគហ៊ុនតិចដល់ម្លឹងពួកនាយករដ្ឋធំអស់នោះអាចស្ដាប់សម្ដីគេទេ ai trong chân từ nơi ai cái đi thằng cái dưỡng dùi prom ឯករាជ្យស្អីមានផ្ទះធំមនុស្សហេតុអីឲ្យគេទៅនៅខាងក្រៅមិនសមហេតុសផលទេកូនប្រុសខ្ញុំរស់នៅបរទេសយូរហើយទើបតែមក កូនរបស់អ្នកណាតទៅគេជាអគ្គនាយករងនៃក្រុមហ៊ុន ID ហើយវីឡានៅឆុងតាមដងយើងផ្ទេរដាក់ឈ្មោះឯងត្រូវធ្វើការប្រាប់ប្រធានអានឲ្យរៀបចំទៅយើងធ្វើតាមកំណត់ឯងហើយអាទិត្យក្រោយប្រជុំម្ចាស់ភាគហ៊ុនឯងត្រូវទៅចូលរួមយើងចាប់ផ្ដើមធ្វើការពីថ្ងៃនោះខ្ញុំបានឲ្យគេរៀបចំសម្ភារៈប្រើប្រាស់ហើយនឹងគ្រឿងសង្ហារឹមរួចរាល់អស់ហើយពេលដែលអ្នកប្រើត្រូវការអ្វីបន្ថែមទៀតសូមប្រាប់ខ្ញុំមកចុះខ្ញុំនឹងរៀបចំជូនណាតោះទៅអ្នកប្រើគិតយ៉ាងម៉េចទៅតោះទៅខ្ញុំគួរធ្វើបែបណាមិនថាអ្នកប្រើត្រូវការសម្រេចចិត្តបែបណាទេខ្ញុំនឹងជួយអ្នកប្រើជានិច្ចអាចចង្រៃសេគីរបស់បករឿងធំណាតោះទៅខ្ញុំក៏មិនអាចទៅអាមេរិកទៀតដែរបាទគេដូចជាបើកវីដេអូខលនិយាយពីលក្ខខណ្ឌជាមួយលេខាអគ្គនាយកដែលផ្ទាល់អគ្គនាយកមិនដឹងទៅចាញ់បោកគេខ្ញុំអាចលាក់ចិត្តទេបើសិនជាអ្នកប្រុសចង់លាក់ខ្ញុំនឹងព្យាយាមជួយព្យាបាលមក11ឆ្នាំហើយប៉ុន្តែនៅតែគ្មានដំណោះស្រាយទៀតលោកចង់ជួយខ្ញុំយ៉ាងម៉េចទៅខ្ញុំនឹងព្យាយាមរកក្រុមជំនាញជួយអ្នកប្រុសឲ្យបានបងជន់គេណាឥឡូវណាលេខាត្រឡប់មកវិញហើយមិនក៏មិនទូរស័ព្ទប្រាប់បងផងសុំទៅផងគឺខ្ញុំទៅផ្ទះជួបនឹងអគ្គនាយកសិនទៅតែបានដកដង្ហើមពេលនេះទេយកមកនេះគ្មានណាទេហើយដេកស្អីទៅពួកយើងខាងសិក្សាជាមួយគ្នាយូរហើយចាំបងផ្ញើអាស័យដ្ឋានឯងអូខេតែទៀតជួបគ្នាណាសម្លេងដូចជាពីមុនជាងរឿងផ្សេងទៀតខ្ញុំមិនដឹងទេតែគេនៅតែឆោតរងងលើថាលក្ខខណ្ឌមកវិញគឺចង់បានដំណែងរបស់ប៉ាឥឡូវនេះមើលទៅគឺមិនចង់ត្រឡប់មកវិញទេនៅចំពោះមុខលោកយាយធ្វើដូចជាកូនឆ្កែគួរអាណិតខ្លាំងណាស់ចេះតែបកកតុយប្រយ័ត្នផងទៅចាំមិនតែប្រយ័ត្នដែរទូគេចង់មកសិទ្ធក៏ជាអ្នកស្នងមរតកសម្ព័ន្ធសឹមជនទី1ដែរត្រូវចាំមើលរហូតដល់ថ្ងៃប្រជុំម្ចាស់ពីហ៊ុនធំហើយនេះទើបដាក់គេនៅក្រមឯងតាមពិតទៅគឺអញ្ចឹងសោះខ្ញុំស្មានថាលោកយាយចង់ឲ្យពួកយើងសហការគ្នាក្នុងនាមជាបងប្អូនតើកុំមើលងាយគេឲ្យសោះរកចំណុចខ្សោយរបស់គេឲ្យឃើញសិនទុកប្រើនៅពេលដែលចាំបាច់បំផុតពួកយើងនឹងរកចំណុចខ្សោយរបស់អ្នកប្រុសដូចជាគ្មានសមត្ថភាពនៅក្នុងការងារជាដើមណាស្ថានភាពបាននេះបើចេញចូលមន្ទីរពេទ្យឲ្យបានញឹកញាប់នោះគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់អញ្ចឹងបានជាខ្ញុំមិនចង់មកវិញលោកជួយតាមរកដុកទ័រស្កូហ្វីលខ្ញុំផងបានទេដុកទ័រដែលព្យាបាលលោកកាលនាយករោងការនៅអាមេរិកមែនទេមែនបើសិនជាលោកគាត់ឃើញគាត់ប្រកាសជាមានមធ្យោបាយអាចជួយខ្ញុំគ្រូពេទ្យអូទេកាទៅសេសុហេ
អាយុ26ឆ្នាំខែស្រីអាការៈរវើរវាយនឹងធ្លាក់ទឹកចិត្តចូលស្នាក់នៅមន្ទីរពេទ្យ5សប្តាហ៍មុនពេលនេះកំពុងជាយាមជាបានបែបនេះ មូលហេតុនៃការគិតរវើវាមិនជាលក្ខណៈវិកលចរិតទេតែគឺជាការគិតច្រើនទៅខ្លួនឯង យោងតាមលទ្ធផលគេជាបឋមជួនកាលគាត់មានសកម្មភាពអារម្មណ៍និងអាការៈខ្លាចខ្លែងទោះជាមិនថាក្នុងសភាពវិកលចរិតតែអាចមិនដឹងថាគាត់គឺច្បងច្បល់ក្រោយពីព្យាបាលដល់ឆ្នាំអរយៈពេលមួយអាទិត្យមកហើយសភាពរបស់គាត់គឺបានខ្សោយខ្លាំង អូខេហើយពួកយើងចូលទៅមើលមើលអ្នកនេះសុហីអ្នកនេះសុហី អ្នកនេះសូហីអ្នកនេះអូស្អីគេបើគាត់ទៅ តែនេះមិនស័ក្តិសមនឹងខ្ញុំទេតន្ត្រីធ្វើឲ្យមនុស្សមានចិត្តរំភើបធ្វើពណ៌ស្រស់ស្អាតឆាប់ឆាយរបាំឆ្លើយតបនឹងសភាពរីករាយពេលនេះខ្ញុំចេញទៅតាមរកហើយកុំតាមរកខ្ញុំទៀតអី អីស្អីគេបណ្ដំមុនចេញពីពេទ្យទេគ្រប់ពេទ្យអស់នេះគ្រប់គ្រងអ្នកជំងឺរបៀបមុនចាប់តាមរកទៅលឿនហើយអូលោកសាស្ត្រាចារ្យ ខ្ញុំនៅក្បែរនេះទេបើសិនជាមានរឿងអីត្រូវតែទូរស័ព្ទប្រាប់ខ្ញុំណាអស់ត្រូវហើយកុំផឹកស្រាសោះ aiនៅតែមានរកទៀតដូចពីមុនយ៉ាងអញ្ចឹងមកខ្ញុំសូមណែនាំឲ្យស្គាល់នេះជាអគ្គនាយករងនៃក្រុមហ៊ុនកំសាន្តរបស់ពួកយើងធ្វើការចាប់ពីអតីតកាលនេះទៅឈ្មោះថាឆានរហ៊ុនគ្រប់គ្នានៅទីនេះសតតែជាបុគ្គលិកផ្នែកភាពយន្តនៃក្រុមហ៊ុនកំសាន្ត IT របស់ពួកយើងរីដែលបានជួបមកថ្ងៃនេះដើម្បីស្វាគមន៍អគ្គនាយករងនាំគ្នាសប្បាយអស់ចិត្តទៅក៏ប៉ុន្តែទៅវិញត្រូវធ្វើសេចក្តីរាយការណ៍ផងបាទអរគុណមកអង្គុយចូលមកផឹកជាមួយគ្នាចាំមែនមានកម្មវិធីបែបនេះគួរតែប្រាប់ខ្ញុំមុនប្រាប់ឯងហើយតែយ៉ាងម៉េចខ្ញុំហៅមេជាធ្វើសោះហើយនឹងសម្លៀកបំពាក់ឲ្យហើយរកគ្រូមកបង្រៀនពីរបៀបរាក់ទាក់បុគ្គលិកពេលចូលកាន់តំណែងថ្មីមែនទេបានផ្សេងស្ដាប់លើកឲ្យយល់ថាជាការពិតណាវាគឺជាការពិតបងស្គាល់ឯងច្បាស់ណាស់មិនហើយអាកែនិយមមកភ្លេចធំចាំមើលមិនអាចរស់នៅតាមតែចិត្តទេហើយបើត្រូវគាត់មើលឃើញទឹកភ្នែកនោះគឺពិបាកហើយអរយ៉ាងទៅហើយសឹកកុំរួមប៉ុន្តែយ៉ាងហោចណាស់គួរឲ្យខ្ញុំដឹងទីនេះគឺបែបណាខ្លះត្រូវតែប្រាប់ឯងឲ្យដឹងក្រុមហ៊ុនរបស់យើងមានសភាពប្រែប្រួលខ្លះក្រុមហ៊ុនទើបតែបានអញ្ជើញប្រធានក្រុមផ្នែកសិល្បៈម្នាក់មកហើយអគ្គនាយករងគឺស្រាប់តែបង្ហាញខ្លួនភ្លាមៗហើយនេះក៏ត្រូវតែរៀបចំ party នៅទីនេះឡើងដើម្បីអបអរអ្នកទាំងពីរប្រធានក្រុមសិល្បៈនៅក្នុងបន្ទប់តែខ្លួនព្រោះថានេះគឺជាកម្ពុជាស្អាតអូនាងមកដល់ល្មមបងប្រាប់ហើយគឺមិនពិបាកទេណែបងប្រាប់ឯងបងធ្វើការជាមួយគាត់អស់រយៈពេល7ឆ្នាំហើយគាត់គឺជាថៅកែមានជំនាញខាងតាមដានមនុស្សតាម GPS មិនតែទេលើតកែ
អូនាងនៅទីនេះមែនឃើញជនល្មើសហើយមិនមែនទេគឺស៊ីស៊ូហ៊ីថាម៉េចនាងនៅក្នុងមន្ទីរពេទ្យតើតែពាក្យថាសួនរីរីស្ដាប់ទៅវាមិនត្រង់ទេវាជាកន្លែងដ៏កម្រនៅក្នុងលោកនេះនេះជាពាក្យបណ្ដាំបែបនេះកំណត់ជា PM ទេណូខ្ញុំសូមវល់បញ្ជូនខ្ញុំទៅសួនរីរីទៅមានក្នុងពិភពលោកក៏មានសួនរីរីដែរនៅក្នុងតំបន់កាំងណាំវ៉ាឈួតមែនអញ្ចឹងកាលនោះលោកមានចេតនាមកទៅមែនទេដឹងច្បាស់ហើយថាជីសុនឆ្លៃលោកជីសុនគឺជាកូនទី2របស់សម្ព័ន្ធមកសុំមែនទេអ្នកទាំងពីរសំគ្នានៅតែមែនហើយពួកគេក៏តែជាសិស្សគំរូប្រចាំសាលាមិនអញ្ចឹងហ៎ដូចជាគូស្នេហ៍ Harry Potter និង Hermione ដែលចេញពីសាលា Harvard មែនទេសំគ្នាណានាងធ្លាប់ប្រាប់ខ្ញុំថាឲ្យជួយបង្កើតឱកាសឲ្យនាងជួបគេតែទីបំផុតគេបាច់ជាមិនទៅថ្ងៃនោះខ្ញុំត្រូវយកកាបូបដែលនាងជូនឲ្យនាងវិញទៀតខ្ញុំស្រឡាញ់វាណាប្រកែកផងណាស់តើតាមធម្មតាឯងជាមនុស្សដែលចិត្តទូលាយណាស់តែចំពោះបញ្ហាមនុស្សស្រីមកជាចង្អៀតចង្អល់កូនទី2សម្ព័ន្ធមកសុំមិនល្អព្រោះថាគ្មានអារម្មណ៍តទៅក៏មិនអាចមានដែរដោះតើឱកាសនេះដូចជាខ្វះគុណធម៌ពេកមានចិត្តតែមិនអាចសារភាពក្នុងចិត្តច្បោកច្បល់តម្លាក់មិនចុះហើយដូច្នេះហើយទើបលួចមើលតែថោកទាបបំផុតបែបនេះវារឹតតែខ្វះគុណធម៌ហើយវ៉ាដូហ៊ុនក៏មានមនុស្សស្រីក្នុងចិត្តដែរហ៎កុំសួរខ្ញុំអីសួរដូហ៊ុនទៅច្បាស់ជាងមានទេប្រាប់មកអ្នកណាតែយ៉ាងពួកគាត់នៅជ័យគ្នានៅទីនេះសោះមិនទេគ្រប់គ្នាឲ្យប្រធានក្រុមចេញទៅរំលេងសប្បាយតែអគ្គនាយករងសូមចេញទៅរំដែរតែសុំចេញយល់ណាតោះចេញប្រសាសន៍អគ្គនាយករងទៅរំដែរតែលោកមកទៅឯកានណាអត់ទោះនេះគឺខ្ញុំលួចដោយលោកយល់ហើយដឹងទេមើលទៅលោកមានរបួសនៅក្នុងចិត្តច្រើនណាស់ខ្ញុំអាចមានអារម្មណ៍ដឹងក្នុងចិត្តលោកមានតែខ្ញុំម្នាក់ទេខ្ញុំមិនដូចជាអារម្មណ៍ខ្លួនឯងទេក្នុងខ្លួនមានអារម្មណ៍របស់ខ្ញុំរាប់មិនអស់ស្រមោលខ្មៅរបស់ខ្ញុំមិនដឹងទៅចេញមកពីណាទេខ្ញុំយល់អារម្មណ៍ឯងនោះមិនខុសទេខ្ញុំគឺជាគ្រូប្រាសរសៃភាសាតែត្រូវការប្រឹក្សាអាចទៅរកខ្ញុំបានគ្រប់ពេលអរគុណណាស់តែខ្ញុំសូមមានសិនហើយលោកជួយខ្ញុំផងមានអីលោកគឺជាអ្នកជំនឿរបស់ខ្ញុំនាងប្រហែលជារត់ចេញពីមន្ទីរពេទ្យរបស់ខ្ញុំអូស្រីជួយហើយមានបាច់ហើយប៉ាមកអូយខ្ញុំទៅដល់ទីនេះដោយសារតែខ្ញុំទៅទីមកដល់ទីនេះខ្ញុំចេញទៅឡើងទេលោកជួយចាប់ទីឲ្យខ្ញុំផងណាឲ្យនាងរត់សុំបងណាជប់សិននាងជាមនុស្សស្រីដ៏សាគ្រោះថ្នាក់ជាអ្នកជំនឿរបស់របៀបធ្ងន់ធ្ងរស
នេះធ្វើទៅនៅទីនេះសិន លោកនិយាយស្អីហ្នឹងស្រីម្នាក់នោះនាងគឺជាអ្នកជំនឿរបស់ខ្ញុំនាងលោកចិត្តពីទីពេទ្យ នាងច្បាស់ជាថាខ្ញុំជាអ្នកជំនឿរត់ចេញពីមន្ទីរពេទ្យតែខ្លួនឯងជាគ្រូពេទ្យចោលខ្ញុំទៀត ខ្ញុំគឺជាគ្រូពេទ្យជាបងស្រីម្នាក់នោះ នាងមានជំនឿរវើរវាយលោកកុំជឿនាងឲ្យសោះខ្ញុំតែលេង នេះចាប់លេងខ្ញុំទៅចាប់លេងខ្ញុំព្រាម នេះស្ងប់អារម្មណ៍សិនទៅនេះស្ដាប់ខ្ញុំនិយាយសិនទៅ អើយឡើងខ្ញុំទៅប្រាប់ថាឡើងយើងទៅនេះអីអី ណែលោកនេះមិនអីទេណែលោកខ្ញុំប្រាប់តែថាលេងខ្ញុំហេតុអីបាត់ពីលោករំលែងណែអូមិនបានទេជានៅខាងក្រៅបងជិតគេក៏នៅដែរ 哎呀，哎呀，看得配，我想命，哎，想命，ត្រូវចិត្តខ្ញុំណាហើយដោយសារតែឯងយើងពុះភ្នែកខូចអស់ហើយសំនឹងស្ទាយរបស់យើង មិនតាមចាប់ដើមផងក៏ហត់ទៅហើយឈប់រំហើយហើយដល់ហំទៅណាហើយ បាទទៅណាលោក ស្អីគេនេះជាក្របវិថីមួយណា នោះគឺជាកន្លែងស្ងប់ស្ងាត់របស់សត្វឆ្មារត់ពន្ធឲ្យទៅដល់ពេលវេលាសូមមេតែរំរបស់វាក៏ទៅជាស៊ីស៊ីដែរប ដូររំ ហើយឯងនេះប្រចាំថាបងប្អូនរបស់យើងមកមានចល័យម្នាក់ដណ្ដឹងអារបស់ខ្ញុំទៅបានហើយញ៉ាក្នុងអានោះមានថ្នាក់រៀនក្បាល លេងខ្ញុំអ្នកណាឲ្យពួកលោកចាប់ខ្ញុំលេងខ្ញុំលេង សូហីអីទេឆាប់មកឲ្យខ្ញុំទៅ លេងខ្ញុំទីទៅ ចេះដល់ឆាប់ឡើង លេងខ្ញុំ តែទូពេលអូឆាប់ឡើងមកហ៊ឿន លេងខ្ញុំ អើយថងណាឈប់ស្រែកទៅ លោកគ្រូពេទ្យទៅមុនទៅខ្ញុំទៅតាមក្រោយ ហេអូជិន គឺលោកអត់បានមែនត្រូវទេអើយសំតោមុននេះខ្ញុំបញ្ញាពេកលោកអីទេប៉ុន្តែលោកផ្លាស់ប្ដូរកៅអីពេញកាល ចង់ចាំ ស្អីគេ
ថ្ងៃទី7 ខែ 1 ឆ្នាំ 2015 យប់ម៉ោង 10 ពេលវេលាខ្ញុំលោកនឹងនាង ស្អីគេចាំមែនលោកមកខ្ញុំតាំងពីពេលមែនលោកមែនថាចាលោកគឺជាមនុស្សទី1ដែលនិយាយពាក្យពេលសម្បត្តិនេះដាក់ខ្ញុំ លោកជាមនុស្សទី កុំនិយាយសម្បត្តិកុំនិយាយ 1 ធ្វើបែបនេះដែរ អត់មកសុំតើខ្ញុំគ្មានជំនឿចាស់ថាតើបើអាចគ្រប់គ្រងខ្លួនឯងបានឬក៏អត់ទេអត់លីហេ ចាំមកទៀតហើយអើយមកទៅលេងសើចតែជាក្រុមអ្នកលេងបែបនេះ ដោះមក ស្អីគេបោះមក ចាំមានសមត្ថភាពទេ ជាក្តីទេអូយមកទៅជួបរឿងបែបនេះ បើឯងមិនចង់បែកមុខទេឆាប់ដោះអាវឲ្យយើងតាមសម្រួលភ្លាមមក លោកបងសង្ហាមណាឆាប់បោះទៅនេះឲ្យលឿនហើយគេដូចជាស្រឡាញ់ឯងនេះណា មិនចង់ មិនចឹងអើយហេតុអីក៏មិនចឹងឯងក្រោយនេះថ្លៃជាងអាយុជីវិតពួកយើងពីរនេះ ឯងចង់ឈឺស្អីហើយក ុំតានិយាយលឿនពេក អើយមិនហើយដោះទៅមានអីគួរឲ្យស្ដីអើយដោះទៅខ្ញុំថាឯងនេះមិនមែនជាឲ្យស្ដីទៅប្រកាសទេគឺឃើញខ្លាចទេខ្ញុំសូមបោះដោះទៅឆាប់ដោះទៅ ពួកឯងធុញថប់នឹងជីវិតឯង